vàនៅក្នុងវីដេអូនេះខ្ញុំបង្ហាញទស្សនវិជ្ជាមួយគឺស្រស់ស្អាតមែនតើនេះគឺជាទស្សនវិជ្ជាពេលល្ងាចនៅទីក្រុងអ៊ូហាយនៅទស្សនវិជ្ជាពីលើសន្តាគារមួយឈ្មោះថាសន្តាគារ Sing Thai Mintu Hotel ដែលស្ថិតនៅក្នុងទីក្រុងអ៊ូហាយនៅ Inner Mongolia នៅមង្គោលីខាងលើយើងឃើញទស្សនវិជ្ជាជុំវិញនេះស្អាតមែនតើដោយសារតែមានបឹងធំទលាយធំខ្លាំងហើយទៅបឹងនេះតាមការដែលខ្ញុំសួរគឺមិនមែនជាបឹងធម្មជាតិទេគឺជាបឹងបង្កើតឡើងដោយគម្រោងរដ្ឋាភិបាលនៃទីក្រុងអ៊ូហាយហ្នឹងគាត់ទប់ទឹកពីខាងទន្លេលឿងទេទន្លេលឿងដើម្បីការពារទឹកជំនន់ទី1ហើយទី2គឺដើម្បីស្តុបទឹកដើម្បីប្រើប្រាស់នៅក្នុងទីក្រុងហើយបច្ចុប្បន្នតំបន់នេះក្លាយទៅជាតំបន់ទេសចរដោយសារតែមានជីវៈចម្រុះមានទេសភាពស្អាតៗដោយសារតែទឹកដោយសារតែដើមឈើហើយនិងតំបន់ភ្នំនៅជុំវិញហ្នឹងអញ្ចឹងភ្ញៀវទេសចរគាត់អាចជិះទូកលេងគាត់អាចទស្សនាតាមឆ្នេរនៃបឹងហ្នឹងបានហើយក៏អាចថតរូបជាពិសេសហ្នឹងគឺនៅពេលថ្ងៃរះនិងថ្ងៃលិចដោយសារនេះខ្ញុំថតពីលើទៅពេលថ្ងៃរៀបលិចអញ្ចឹងទេសភាពវារៀងសទន់អញ្ចឹងមនុស្សអាចធ្វើដំណើរជិះកង់ជិះម៉ូតូដើរលេងកម្សាន្តនៅតាមបឹងនេះបានហើយមកទៅវាឆ្លោះជាមួយអាទេសភាពហ្នឹងគឺស្អាតមែនតើហើយយើងមើលពីលើហ្នឹងទៅស្រស់ស្អាតហើយហ្នឹងហើយនេះជាចំណុចមួយដែលយើងអាចសិក្សារៀនសូត្រដោយសារតែគេអាចច្នៃពីធម្មជាតិឲ្យទៅជាផលិតផលឲ្យទៅជាបរិស្ថានមួយដែលស្រស់ស្រាយស្រស់ស្អាតសម្រាប់ទីក្រុងហើយគេធ្វើផ្លូវគេធ្វើស្ពានហើយនឹងការដាំដើមឈើបន្ថែមដើម្បីបម្រើទៅដល់វិស័យទេសចរក្នុងស្រុកគេបន្ថែមហើយខាងនេះយើងមើលទៅឃើញជាទីក្រុងមួយដែលស្រស់ស្អាតហើយបាទយើងមើលទៅខាងលើនោះមានភ្នំណាមានភ្នំហើយខ្ញុំឃើញមានរូបសំណាកមួយគឺស្អាតមែនតើប៉ុន្តែយើងមើលពីនេះទៅរៀងឃើញអញ្ចឹងតែខ្ញុំមានអារម្មណ៍ថាឆ្ងាយតែស្អាតរូបនេះប្រហែលជាតំបន់ទេសចរមួយដែររូបសំណាកខាងលើហ្នឹងបាទនេះគឺជាទស្សនវិជ្ជានៅពីលើយើងមើលពីលើទៅស្អាតណាស់ចាំមើលតិចទៀតខ្ញុំនឹងចុះដើរនៅតាមតំបន់ឆ្នេរខាងក្រោមហ្នឹងកន្លែងនេះគេមានកន្លែងលក់ដូរមានភ្ញៀវទេសចរមកថតលេងកម្សាន្តច្រើនខ្ញុំនឹងចុះទៅកន្លែងនេះដើម្បីថតឃើញមានមនុស្សទូចបាទមើលពីលើទៅហ្នឹងឯង